តាមឆាតទី11របស់យើងមកយើងក៏បានដឹងហើយអ្នកដែលបានផ្ញើសារទៅកាន់គីមយ៉ុងសុននោះគឺជាផាកមីនឆូនៅពេលដែលបានឃើញថាគីមយ៉ុងសុនបានមកដល់ធ្វើឲ្យផាកមីនឆូគឺសប្បាយចិត្តខ្លាំងមែនទែនទីបំផុតឯងគឺមកដល់ហើយតមកគីមយ៉ុងសុនក៏មិនចឹងតែប៉ែយូរជាមួយគេផងដែរក៏សួរថាឯងហៅយើងនឹងមានការស្អីនិយាយឲ្យលឿនមកបែបហ្នឹងហើយគេក៏ព្រមនិយាយប្រាប់ទៅកាន់គីមយ៉ុងសុនតែម្ដងគីមយ៉ុងសុនដែលគេនេះគឺពិតជាសោកស្ដាយនឹងទង្វើដែលគេបានធ្វើខ្លាំងមែនទែនដែលពិសេសនោះគឺគេបានបូលីសិស្សក្នុងសាលាខ្លួនក៏បានពិចារណាកំហុសដែលខ្លួននេះបានធ្វើទាំងកន្លងមកខ្លួនសន្យាថានឹងមិនធ្វើរឿងនេះទៀតទេហើយផាមីនឆូរបស់យើងក៏បានសុំការអភ័យទោសអំពីគីមយ៉ុងសុនព្រោះថានាយកសាលាគឺបានផ្ដល់ដំណឹងឲ្យគេថាប្រសិនបើខ្លួននេះអាចសុំអភ័យទោសអំពីគីមយ៉ុងសុនបានខ្លួននឹងមិនបានត្រូវគេបណ្តេញចេញពីសាលានោះទេហើយក៏មិនដូចជាករណីរបស់ផាមីនហូដែរដែលត្រូវបណ្តេញចេញពីសាលាជាដាច់ខាតប៉ុន្តែខ្លួនគឺសូមអង្វរឯងសូមមេត្តាផ្ដល់ឱកាសឲ្យពួកយើងផងទៅសូមមេត្តាណាឯងផ្ដល់ឱកាសយើងតែម្ដងទេសូមអង្វរបើមិនចឹងទេជីវិតរបស់យើងនឹងវេទនាមិនខានទេនៅពេលដែលគេបណ្តេញយើងចេញពីសាលាលើកនេះគឺផាមីនឆូរបស់យើងគឺពិតជាតខ្លាំងមែនតើដែលសុកចិត្តឲ្យគីមយ៉ុងសុនរបស់យើងនេះឲ្យខ្លួននេះធ្វើអីក៏បានដែរទោះបីជាឆ្កែបំរើក៏ដោយតោះពីគីមយ៉ុងសុនបានស្ដាប់សម្ដីរបស់ផាមីនឆូរបស់យើងហើយគឺបានគិតក្នុងចិត្តថាមើលតើគេនៅក្រៅអាយុ17ឆ្នាំទេអញ្ចឹងហើយប៉ូលីសមិនអាចចាប់គេដាក់គុកបានឡើយអញ្ចឹងសាលាមានតែបណ្តេញគេចេញពីសាលាតែប៉ុណ្ណោះហើយគេមិនអាចទៅរកសាលាផ្សេងបានទៀតទេព្រោះថាគេបានបិទបញ្ជីក្នុងបញ្ជីខ្មៅហើយពីព្រោះគេបានប្រើអំពើហិង្សាហើយមើលទៅវាក៏នៅក្រោមផែនការរបស់គេយងសុនផងដែរហើយស្រាប់ពេលគ្នានឹងផាមីនឆូរបស់យើងគឺចឹងប្រាប់រឿងអាចកំបាំងមួយទៅកាន់គីមយ៉ុងសុនព្រោះខ្លួននេះមិនមែនចឹងធ្វើបាបទៅកាន់គីមយ៉ុងសុននោះទេគឺមានអ្នកបញ្ជាប៉ុន្តែនិយាយមិនបានចាប់ផងគីមយ៉ុងសុនក៏បានកាត់ថាខ្ញុំដឹងហើយតែធ្វើឲ្យផាមីនឆូរបស់យើងគឺភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះថាទង្វើនៅសកម្មភាពរបស់ឯងគ្រប់យ៉ាងគឺខ្លួនដឹងទាំងអស់តែម្ដងថាមកពីអ្វីហើយសាច់រឿងរបស់យើងក៏បានបញ្យល់ផងដែរគឺមានក្រុមមួយផងដែរដែលពួកគេនេះគឺតែងតែបូលីសិស្សដែលគឺអំណាចរបស់គេគឺពិតជាធំខ្លាំងមែនទែននៅក្នុងសាលាដូចនៅពេលដែលខ្លួនស្លាប់ក៏ដោយក៏ពួកគេនេះរៀបចំឯកសារថាខ្លួននេះធ្វើអត្តឃាតខ្លួនផងដែរដែលនិយាយទៅគឺមិនអាចធ្វើអីទៅកាន់ពួកគេបានឡើយដែលក្រុមរបស់ពួកគេនេះគឺចង់មានអំណាចនិងគ្រប់គ្រងសាលាទាំងនេះទាំងមូលតែម្ដងដើម្បីរកចំណូលអំពីសាលាដែលក្រុមរបស់គេនេះគឺ Golden Sengo ហើយក្រុមរបស់ពួកគេនេះគឺចង់សហការជាមួយនឹងឪពុកម្ដាយនិងសិស្សអ្នកមានដើម្បីផ្ដល់នូវធានាការពារនិងផ្ដល់នូវអំណាចរបស់កូនសិស្សអ្នកមានទាំងអស់នោះមិនថាបន្ទុកមិនថាអំណាចពួកគេនឹងផ្ដល់ទៅកាន់កូនអ្នកមានទាំងអស់នោះហើយនេះក៏ជាហេតុផលដែលធ្វើឲ្យពួកគេមិនខ្លាចគ្រូដែរហើយយើងក៏បានដឹងអំពីជាតិមុនរបស់គីមយ៉ុងសុនផងដែរគឺពិតជាដូចខ្លាំងមែនទែនទោះបីស្លាប់ពី3ឆ្នាំក៏ដោយទោះបីក្រុមរបស់គេត្រលាតត្រដានប៉ុន្តែមិនមាននរណាអាចធ្វើអីគេបានឡើយហើយរឿងទាំងអស់ហ្នឹងក៏បានកប់បាត់ទៅប៉ុន្តែសម្រាប់ជាតិនេះដែរខ្ញុំត្រូវតែសងសឹកពួកគេឲ្យទៅនរកដូចជាខ្ញុំកាលពីជាតិមុនហើយខ្ញុំត្រូវតែបំផ្លាញសមាជិកនៅក្រុម Golden Sengo ទាំងអស់នោះហើយក៏បាននិយាយទៅកំណាចទៅកាន់ផាមីនឆូផងដែរយើងដឹងថាក្រុមនោះគឺជា Golden Sengo ហើយយើងនឹងបំផ្លាញគេដូចគ្នាហើយទីតាំងរបស់ពួកគេ Golden Sengo នេះគឺនៅទីក្រុងសេអ៊ូលតែម្ដងប៉ុន្តែអំណាចរបស់គេក៏មិនខ្លាំងដូចជាក្រុមមួយដែលមានឈ្មោះថា Dark Sun ផងដែរហើយផាមីនឆូរបស់យើងនៅពេលដែលបានឃើញថាគេយល់សុននិយាយចំនឹងច្បាស់បែបនេះធ្វើឲ្យគេក៏រៀងកាំងបន្តិចផងដែរហើយក៏បានប្រាប់នំមេខ្លោរបស់ខ្លួនផងដែរដែលគេនោះគឺមានឈ្មោះថាសុនយុងមីនពេលហ្នឹងគ្រាន់តែបានលើឈ្មោះថាគេគឺជាសុងយុនមីនភ្លាមធ្វើឲ្យគាត់លន់មកតែម្ដងនេះគឺជាសិស្សឆ្នាំទី3ដែលមានអំណាចខ្លាំងឯតាតែគេនេះគឺជាសមាជិកមួយនៅក្នុងក្រុម Golden Sengo ហើយគីមយ៉ុងសុនយើងគឺភ័យខ្លាចជាមួយនឹងសុនយុងមីនផងដែរដែលខ្ញុំសូមហៅគាត់ថាយុងមីនដែលយុងមីននេះធ្វើឲ្យគីមយ៉ុងសុនគឺភ័យខ្លាចរអាខ្លាំងមែនទែនដែលគេនេះគឺជាជើងឯកនៃ MMA តែម្ដងសម្រាប់ការរកព័ត៌មានរបស់គេនោះក៏ពិបាកផងដែរហើយបើខ្លួននេះចង់បដូរគេពិតមែននោះក៏ដូចជាទៅរកនៅរួចអញ្ចឹងប៉ុន្តែគីមយ៉ុងសុនមិនទាន់គិតចង់ទៅរករឿងជាមួយនឹងយុងមីននោះទេជាដំបូងគួរតែកម្ចាត់លីមួដូចជាផាមីនឆូនេះឲ្យហើយសិនហើយក៏បាននិយាយទៅកាន់ផាមីនឆូរបស់យើងថាតើឯងពិតជាចង់យើងនេះអភ័យទោសទៅកាន់ឯងពិតមែនទេហើយក៏បានទៅកវួយករបស់មីនឆូរបស់យើងដែលធ្វើឲ្យគេនេះគឺភ័យខ្លាំងមែនតែនដែលនេះគឺចាប់ផ្ដើមនៃការគំនុំសងសឹករបស់គេហើយនៅពេលហ្នឹងគេក៏បាននឹកទៅដល់អតីតកាលដែលគេបានធ្វើបាបទៅកាន់ខ្លួនហើយយាយរបស់ខ្លួនក៏បានសូមការអភ័យទោសទៅកាន់ពួកគេផងដែរប៉ុន្តែពួកគេមិនបានអនុញ្ញាតនឹងអភ័យទោសទៅកាន់ខ្លួនឡើយមានតែធ្វើបាបខ្លួនខ្លាំងទៅហើយក៏បាននិយាយទៅកាន់គេថាកុំភ័យអីបងមិនធ្វើបាបត្រឹមតែអូនម្នាក់ទេយើងនឹងធ្វើបាបឯងឲ្យខ្លាំងធ្វើឲ្យម្ដាយរបស់ឯងនឹងឈឺចិត្តចំពោះទង្វើដែលឯងបានធ្វើមកកាន់យើងដូចគ្នាហើយគីមសុនក៏បានម៉ាត់គេយកតែម្ដង
đại ban trong cùng hăng khlang men ten ní cơ chia cùng nôm đại dương ban song tại anh chiếc Paul đại anh ban sang lang mau anh tới từตัว Paul การแต่ง on นี่ហើយសូម្បីតែមិត្តភក្តិរបស់anhដូចជាអាមីនហូនោះក៏មិនរួចខ្លួនផងដែរនឹងទទួលផលដូចជាឯងមិនខានយើងនឹងមិនដោះលែងពួកគេឡើយនេះហើយជាកំហឹងអារៈយើងក៏បានកាត់មួយថ្ងៃថ្មីនៅក្នុងថ្នាក់នេះផងដែរដែលគេកំពុងតែនិយាយដើមរបស់គីមយ៉ុងស៊ុនថាគីមយ៉ុងស៊ុនបានប្រយុទ្ធជាមួយនឹងសិស្ស4នាក់នោះពិតជាខកខើខ្លាំងមែនតើហើយមិត្តភក្តិទាំង2នាក់នេះវិញគឺមិនសឹងតែមិនជឿទេថាក្មេងល្អនឹងពូកែរៀនដែលដូចជាក្មេងដែលមិនហ៊ានតដៃជាមួយអ្នកផ្សេងដូចជាគីមយ៉ុងស៊ុននេះហ៊ានធ្វើបែបនេះហើយពួកគេក៏ចាប់ផ្ដើមគិតថាគីមយ៉ុងស៊ុនយើងនេះសង្ស័យជាមនុស្សអាក្រក់ដូចជាពួកចុងមីនហូនោះដូចគ្នាហើយពងតែនិយាយដើមម្ចាស់គេសុកម្ចាស់គេក៏បានមកដល់ក្នុងថ្នាក់នេះល្មមតែម្ដងហើយក៏បានទៅរកតុអង្គុយកំពុងតែអង្គុយនឹងសុកក៏មានអ្នកនិយាយថាអរគុណដែលនោះគឺជាមិត្តភក្តិកម្មាប់របស់គីមយ៉ុងស៊ុននឹងឯងដែលគេបានអរគុណទៅកាន់យីងស៊ុនព្រោះគេបានលើកក្រុមបូលីទាំង4នាក់នោះហើយដូចជាក្រុមរបស់ផាមីនឆូនឹងឯងត្រូវបានបណ្ដេញចេញពីសាលាហើយបើឯងនេះមានអ្វីដែលចង់បានឬក៏មិនយល់ឬក៏ឯងត្រូវការទេឯងប្រាប់មកយើងមកយើងនឹងរីករាយជួយឯងទាំងអស់តែម្ដងចង់សួរអីក៏យើងប្រាប់ដែរកុំខ្លាចនឹងការប្រាប់អីពេលនេះស្ថានភាពក្នុងថ្នាក់គឺបានស្ងប់ស្ងាត់តែម្ដងខ្សែភ្នែកមនុស្សគ្រប់គ្នាក៏បានសម្លឹងទៅកាន់ពួកគេហើយពេលនេះដែរគីមយ៉ុងស៊ុនក៏បាននិយាយទៅកាន់គេថាមិនក៏ឯងជាមនុស្សម្នាក់ដែលមិនដែលនិយាយជាមួយយើងបានច្រើននោះទេទាំងយើងបានជួយឯងដំបងហើយមិនបានសុំទោសយើងទេហេតុអីសុកក៏មកសុំទោសយើងអញ្ចឹងហើយពេលនេះឯងសុកក៏មកសុំទោសយើងធ្វើល្អចំពោះយើងតើឯងចង់បានអ្វីឲ្យពិតប្រាកដទៅយើងក៏លែងចង់ឃើញឯងទៀតដែរឆាប់ចេញទៅយើងមិនចង់ឃើញឯងនៅទីនេះទៀតទេសូម្បីតែអ្នកផ្សេងទៀតក៏ដោយដែលពេលនេះគឺគីមយ៉ុងស៊ុនសុកស្រាប់តែការយកតែម្ដងហ្នឹងគឺមិនយល់អីខ្ញុំអាចបញ្យល់បន្តិចចោលក៏លបងម៉ាប់យើងនៅពេលដែលគេជួយទៅបងក៏អរគុណទេនៅពេលចាប់សាច់រឿងអស់បានតែអរគុណគេរបៀបថាមើលទៅដូចថាខាងណាឈ្នះគឺតែខាងហ្នឹងឯងបើគីមយ៉ុងស៊ុនយើងចាញ់ប្រហែលជាមិនទៅជួយមិនទៅអឺតលើមផងឬវាថាដោយការពិចិត្រមុននៅពេលដែលជួយឲ្យគេធ្វើបាបទាំងមិនខ្វល់ទៅកាន់គីមយ៉ុងស៊ុនតែជានេះនៅពេលដែលឃើញគីមយ៉ុងស៊ុនគឺជាអ្នកខ្លាំងហើយឈ្នះនៅការប្រកួតមួយនេះផងដែរអញ្ចឹងហើយវាថាគឺចង់តង់ល្បីនឹងតង់អំណាចរបស់គីមយ៉ុងស៊ុនហើយរបស់យើងក៏បានកាត់កាន់ដំបូលសាលាក៏មានមនុស្សម្នាក់បានមករ៉ៃរ៉ាត់នៅព័ត៌មានរបស់គេនេះទៅកាន់បរិសុទ្ធម្នាក់ដែលគេបានប្រាប់ឲ្យថាគឺផែនការរបស់គេគឺបានបំផ្លាញអស់ហើយដែលក្រុមរបស់ផាមីនឆូរបស់យើងគឺត្រូវបានបណ្ដេញចេញពីសាលាទាំងអស់តែម្ដងតែរឿងរបស់យើងក៏បានប្រាប់ដែរថាគេនេះគឺជាយងមីនដែលជាសិស្សឆ្នាំទី3តែគីមយ៉ុងស៊ុនរបស់យើងគឺបានខ្លាចនៅសមត្ថភាពរបស់គេនឹងឯងប៉ុន្តែមិនដឹងថាអនាគតតើជាយ៉ាងណាឡើយការសន្ទនាក៏ចាប់ផ្ដើមកើតឡើងដែលយងមីនរបស់យើងក៏បាននិយាយទៅសារទៅកាន់យងស៊ុនផងដែរមើលទៅអាក្មេងនោះគឺពិតជាសមត្ថភាពមិនអត់ទេដែលយកឈ្នះទៅកាន់ក្រុមហាមីនឆូបានប៉ុន្តែមើលទៅគេនេះមានខ្សែដូចជាក្រុមហ៊ុនមឿនជីងតែប៉ុណ្ណោះដែលជាបងប្អូនជីដូនមួយរបស់ឆានបងប៉ុន្តែបើគេគ្មានអ្នកចាំជួយពីក្រោយប្រហែលជាមិនខ្លាំងដូចឥឡូវឡើយហើយលោកប្អូនយើងដែលបានមកប្រាប់ដំណឹងហ្នឹងក៏សួរថាតែចង់បោះបង់អត់តែគេបានឆ្លើយទៅវិញរងក្តៅកកុកថាគឺទេហើយក៏បានរ៉ៃរ៉ាប់ផងដែរអាការនេះឯងគិតថាវាគឺជារឿងដែលអាក្រក់ខ្លាំងមែនទេ No វាគឺជាអាកាសរលួយពួកយើងនោះទេគួរតែអរគុណទៅកាន់ក្មេងមួយនោះផងដែរបើយើងអាចរលួយបានពិតមែនគឺលុយមិនស្ទើរទេណាគឺរាប់ម៉ឺនវ៉ុនហើយទៅខ្លាចស្អីត្រឹមអាសម្បត្តិក្មេងឆ្នាំដំបូងហ្នឹងហើយក៏ប្រាប់គេទៅឲ្យគេមកជួបយើងផងយើងក៏បានកាត់មកក្នុងថ្នាក់គ្រូកំពុងតែបង្រៀននេះវិញតែយើងបានឃើញគីមយ៉ុងស៊ុនកំពុងតែគិតពិចារណាដើម្បីកំទេចដល់ក្រុមកូដានសែនកូនោះផងដែរទីមួយខ្លួនត្រូវតែមានបន្ទូលល្អនិងពូកែខាងសិក្សានៅសាលានេះផងដែរដែលជាចំណាក់ណាក់កម្ពូល AS រ៉េងតែម្ដងហើយនេះប្រហែលជាមូលហេតុការពិចិត្រមុនផងដែរដែលត្រូវពួកក្រុមផាមីនឆូនោះធ្វើបាបខ្លួនដែលមិនចង់ឲ្យអំណាចដែលខ្លួននេះគឺអាចទៅជួបនៅក្រុមកូដានសែនកូនោះមិនខានឡើយតែมันប្រកាសថាក្នុងថ្នាក់នេះគឺគ្មានសមាជិករបស់ពួកគេទេដែលសញ្ញាចក្ររបស់ក្រុមកូដានសែនកូនេះក៏អាចនៅជុំវិញខ្លួនក៏ថាបានផងដែរហើយខ្លួនក៏មិនចេះតែសង្ស័យគេតែប្រេះផ្ដាស់នោះទេព្រោះខ្លួនមិនទាន់មានផុសតាំងនៅឡើយទេវើយប៉ុន្តែខ្លួនគួរតែរៀបចំខ្លួនឯងនេះឲ្យមានសមត្ថភាពខ្លាំងជាមុនសិនដើម្បីតទល់ជាមួយនឹងសត្រូវអនាគតដែលខ្លួនត្រូវជួបហើយយើងក៏បានកាន់មកកាន់គីមយ៉ុងស៊ុនបានទៅរកនៅអ្នកប្រដាល់ MMA ម្នាក់ផងដែរដែលជាអ្នកទទួលបានរង្វាន់ដំបូងគេបង្អស់នៃប្រទេសកូរ៉េពាននោះគឺជាពាន UFC មិនដឹងថាពានហ្នឹងខ្ញុំអានខុសឬត្រូវទេដែលជាពានដ៏អស្ចារ្យខ្លាំងមែនទែនសម្រាប់ប្រទេសកូរ៉េប៉ុន្តែយូរទៅមនុស្សគ្រប់គ្នាតែងតែបំភ្លេចនៅជើងឯងម្នាក់នេះនឹងពង្រើយកន្តើយចំពោះគេហើយគីមយ៉ុងស៊ុនក៏បានចូលទៅខាងក្នុងក៏មានមនុស្សម្នាក់គឺបានស្វាគមន៍គេផងដែរហើយក៏បានសួរគេថាតើគេចង់ចោះឈ្មោះសម្រាប់ការវឹកហាត់មែនទេគីមយ៉ុងស៊ុនក៏ឆ្លើយបានខ្លួនគឺចង់ខ្លាចជាអ្នកប្រយុទ្ធមួយដ៏ខ្លាំងផងដែរ
ហើយនេះក៏ជាគោលបំណងមួយសម្រាប់ខ្ញុំសុនខ្លះជាអ្នកខ្លាំងដឹងបំផ្លាញផែនការរបស់ពួកគេផងដែរដែលយើងដឹងហើយថាគឺជានរណាគេហើយសម្រាប់វីដេអូនេះដែរខ្ញុំអត់អាចចេញបានជាប់គ្នារាល់ថ្ងៃនោះទេដោយសារតែឆ្នាំនេះខ្ញុំគឺសិស្សឆ្នាំទី2បាត់ទៅហើយគឺរៀនខាងជំនាញហើយអាចនឹងពីមួយថ្ងៃខ្ញុំចេញបានមួយភាគអ្នកនរគ្នាហើយសម្រាប់អ្នកនរគ្នាណាចង់ឧបត្ថម្ភខ្ញុំអីគឺអាចទំនាក់ទំនងទៅតាម Telegram ដែលខ្ញុំតម្លែងលីងនៅខាងក្រោមបាន